តាំងពីបានដីមកខ្ញុំសប្បាយមកភ្លេចគុណកម្រងនឹកឃើញពេលរកបានពេលណាខ្ញុំនឹកឃើញអរគុណពេលនោះដូចជាពីដើមក៏ដូចថានៅ20%ឥឡូវឡើងដល់70%ពីដើមខ្ញុំនៅភូមិបាជួរឃុំសបុកឆ្នាំ2008ហ្នឹងខ្ញុំមកនៅដីសម្បត្តិកំពីដែលកម្រងគេបែងចែកឲ្យខ្ញុំទទួលបានដីនៅឋានហ្នឹង30 ខ្សែដីកសិកម្ម2 ហាត់កម្រងពីដើមឡើយគឺផ្ដល់គំនិតនិងផ្ដល់ចំណេះដល់យើងជួយបង្រៀនដល់បណ្ដាលពីរឿងចំមន់ផ្នែកកសិកម្មនិងដាំដើមឈើទៅរៀនដល់ភ្នំពេញដែរកម្រងជាអាទិត្យហ្នឹងយកទៅរៀនប្រហែល 2-3 លើកដែរដីតាំងពីចែកមកវា2008ដល់ពេលខ្ញុំដាំចន្ទី2010 2011ខ្ញុំដាំហែឥឡូវពេញខ្ញុំមានចំណូលដូចជាច្រើនដែរប៉ុន្តែនៅតែខ្វះដែលដាក់ធ្វើដើមទុនមុខរបរដែលធ្វើធំទៅយើងអាចយកលុយធនាគារដែរដើម្បីកុំអីអត់យកទេធនាគារពេលខ្វះលុយដែលធ្វើដំណាំធំនឹងទិញដីគេហ្នឹងបានជាពាក់ធនាគារហ្នឹងប៉ុន្តែឥឡូវហ្នឹងវាបានរឿងបងអីអត់ទៅពិបាកទេខ្ញុំនិយាយថាចំណូលយើងមានកាលពីនៅភូមិចាស់ខ្ញុំខ្វះខាតច្រើនដល់ពេលកម្រងចែកដីសម្បត្តិនេះសម្បត្តិនឹកហ្នឹងខ្ញុំអាចធូរច្រើនបាទដូចជាពីដើមក៏ដូចថានៅ20%ឥឡូវឡើងដល់70%បាទចំគោខ្ញុំចំដំបូងមានតែមេ2ប្រវាស់គេបាទតាំងពីនោះមកខ្ញុំចំតាំងពី2008មករហូតមកដល់ឥឡូវបានស្រុកទាំងទូចតាយបាន20ទាំងអស់បាទបើនិយាយមកខ្ញុំមានលក់មាន6មាន5ប៉ុន្តែមកខ្ញុំប្រហែលជា4ក្បាលទេក្នុងមួយឆ្នាំបាទចំគោប្រាក់ចំណូលបានក្រែឲ្យលុយដុំដែរខ្ញុំចូលចិត្តចិញ្ចឹមដូចជាលុយទុកញាត់គល់ជ្រូកចឹងនិយាយទៅដល់ពេលយើងដោះតល់លក់មួយទៅបានលុយដុំដែរនៅភូមិនេះចិញ្ចឹមច្រើនដែរគ្រូគិតទៅប្រហែលជា50%ដែរចិញ្ចឹមគោភាគច្រើនដែរបាទដីទួលចិញ្ចឹមទាំងវងខាងកោតនោះឃើញគោគេគោច្រើនទោះបីចង្អៀតប៉ុណ្ណាក៏នៅប្រឹងចិញ្ចឹមដែរទិញច្បើងគេគុតពងវាចឹងទៅជុំវិញផ្ទះហ្នឹងមានតែស្វាយខ្នុរបាទចេកដូងអីតិចតួចបាទបន្ទាប់ដំណាំច្រើនមុខប៉ុន្តែតិចក្នុងភូមិនៅមន់ប្រហែលជាជាង100ក្បាលហើយទាប្រហែលជា70-80ប៉ុន្តែយើងវាកើតជាងមួយអាធំលក់ទៅហែទៅវាគិតទៅច្រើនដែរហើយមេមន់អាមេពងហ្នឹងប្រហែលជាង20ទាប្រហែលជា70ជាងបាទ70-80ប៉ុន្តែយើងលក់បដាអញ្ចឹងឥឡូវមានញាស់ថែមជួនកាល100ជាងបាទជួនកាលនៅជាងកៅអញ្ចឹងទៅហើយវាញាស់បន្តទៀតគ្រូបាទខ្ញុំสนុំពោខាងគម្រោងสนុំពោជួយដែលថារកទីផ្សារពីផ្នែកកសិកម្មបាទដូចជាស្រូវដូចជាដំឡូងដូចជាចន្ទីអញ្ចឹងគ្រូឲ្យបានមានទីផ្សារល្អផ្លូវទៅចកាទៅឲ្យមានដូចថាកលុកផុងអីចឹងឲ្យកែសម្រួលសម្អាតអីប៉ុន្តែសំខាន់មែនតើនឹងទីផ្សារហ្មងគ្រូបាទហ្នឹងជាបរិបទខ្ញុំអហ្មងតាំងពីបានដីមកខ្ញុំសប្បាយមកភ្លេចគុណកម្រងបាទនឹកឃើញពេលរកបានពេលណាខ្ញុំនឹកឃើញអរគុណពេលនោះបាទពេលកម្រងដែលបានចែកសម្ភារៈនិងផ្ដល់ថវិកាជាកជាសម្ភារៈប្រើប្រាស់ច្រើននឹងផ្ដល់ដល់ចំណេះដឹងដល់ផ្នែកកសិកម្មអញ្ចឹងគ្រូ